ភារៈធ្ងន់របស់ម៉ែការបពោលតាមច្បាប់ធម្មជាតិឬពោលតាមសេចក្តីពិតដែលប្រកាសឲ្យឃើញម៉ែឈ្មោះថាធ្វើនៅរបស់ដែលធ្វើបានដោយលំបាកហើយសេចក្តីលំបាកនេះឪពុកមិនអាចធ្វើជំនួសបានឡើយពោលគឺម៉ែត្រូវមានរដូវត្រូវពោះនិងត្រូវឆ្លងទន្លេសម្រាលកូននេះគឺជាសេចក្តីទុក្ខលំបាករបស់ម៉ែគ្រប់គ្នាក្នុងនោះមានម៉ែមិនតិចអ្នកទេដែលត្រូវបានបាត់បង់ជីវិតព្រោះការឆ្លងទន្លេព្រោះហេតុដូច្នេះព្រះសម្មាសម្ពុទ្ធជាអម្ចាស់ក្នុងកាលដែលព្រះអង្គនៅជាព្រះបរមពុរិស័ទសោយពិជាតិជាតបោះឈ្មោះសោណបណ្ឌិតបានពណ៌នាព្រះគុណរបស់ម៉ែយ៉ាងគួរស្ដាប់មានប្រកាសក្នុងសោណនន្ទជាដកសត្តតិនិបាតថាម៉ែការប្រាថ្នាចង់បានផលគឺកូនរមែងនមស្ការទេវតាដើម្បីសូមកូនម៉ែសួរនៅនខត្តរិទ្ធទាំងឡាយផងសួរនៅរដូវនិងឆ្នាំទាំងឡាយផងថាតើកូនកើតក្នុងរឹកណាក្នុងរដូវណាក្នុងឆ្នាំណាទើបបាននៅអាយុវែងកាលម៉ែមានរដូវហើយក៏រមែងមានការតាំងគួរឡើងហើយម៉ែក៏មានការចាញ់គួរព្រោះហេតុនោះទើបម៉ែមានឈ្មោះថាតោហលនីស្ត្រីចាញ់គួរម៉ែមានការស្រឡាញ់កូនដែលកើតនៅក្នុងពោះរបស់ខ្លួនព្រោះហេតុនេះទើបម៉ែមានឈ្មោះថាសុហទាស្ត្រីមានចិត្តល្អម៉ែរក្សាគួរអស់មួយឆ្នាំឬជិតមួយឆ្នាំហើយទើបបានឆ្លងទន្លេសម្រាលកូនព្រោះហេតុនេះទើបម៉ែមានឈ្មោះថាជាអ្នកយន្តីឬជានេតីស្ត្រីជាអ្នកឲ្យកូនបានកើតមកម៉ែញ៉ាំងកូនដែលកំពុងយំឲ្យត្រេកអរដោយការបំបៅដោះផងដោយការបំពេផងដោយការអោបក្រសោបផងព្រោះហេតុនេះទើបម៉ែមានឈ្មោះថាតោសេនតីស្ត្រីញ៉ាំងកូនឲ្យត្រេកអរតពីនោះមកម៉ែមានហាប្រតិទន់តោទៅរកកូនក្រឡេកមើលកូនដែលពុំទាន់ដឹងក្តីមើលក្នុងទីដែលកូននៅត្រូវខ្យល់ត្រូវក្តៅយ៉ាងណាព្រោះហេតុនេះទើបម៉ែឈ្មោះថាបោសេនតីស្ត្រីអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនទ្រព្យសម្បត្តិឯណារបស់ម៉ែនិងរបស់ឪដែលមាននៅម៉ែរមែងគ្រប់គ្រងនៅទ្រព្យសម្បត្តិទាំងពីរចំណែកនោះដោយបំណងថាទ្រព្យសម្បត្តិទាំងនេះត្រូវបានទៅកូនរបស់យើងម៉ែកាលដែលទូតមានកូនថាកូនគួរធ្វើយ៉ាងនេះកូនមិនគួរធ្វើយ៉ាងនេះជាដើមរមែងនឿយហត់លំបាកកាលបើកូនមានវ័យចម្រើនឡើងហើយម៉ែបានដឹងថាកូនមានសេចក្តីរីករាយភ្លើតភ្លើនព្រោះស្រវឹងក្នុងវ័យម៉ែរមែងទន្ទឹងមើលផ្លូវកូនលុះដល់ពេលល្ងាចពេលប្រលប់បាត់កូនមិនឃើញត្រឡប់មកម៉ែក៏អន្ទះសារញាប់ញួរក្នុងចិត្តដោយប្រការដូចនេះឯងព្រះគុណម៉ែគុណម៉ែតាំងតែគួរចាប់ផ្ដើមទ្រាំពោពោះផើមទ្រាំលំបាកដេកដើរដូចរោគតាមឥតស្រាតម្រាំកូនចាកចេញពីផ្ទៃពេលឆ្លងទន្លេម៉ែឈឺខ្លាំងចិត្តតាំងកាយប្រឹងព្រមដោយភ័យមិនដឹងយ៉ាងណាចិត្តងមេងនឹកភ័យក្រែងកូនសូនសង្ខារលុះកូនបានកើតជាទារកម៉ែថើបជញ្ជក់សពកាយាបីបំថ្នាក់ថ្នមពេញហត្ថាមេត្តាប្រែឈាមជាទឹកដោះនៅពេលកូនឈឺម៉ែរក្សាបីផ្ទប់អរាដោយចិត្តស្មោះកូនឈឺម៉ែភ័យមុខស្លាំងអស់មិនសម្រានសោះកោះព្រឹកនៅពេលកូនជាម៉ែសប្បាយចិត្តម៉ែមិនណាយមានតែនឹកឃ្លាតឆ្ងាយបន្តិចចិត្តវវឹករលឹករកកូនវិលវិញភ្លាម
អង្គុយកកិលក្រោកឈួរដើរទៅតាមដំណើរម៉ែព្យាយាមខំបង្ហាត់កូនដោយមិនទៀមក្នុងនាមជាគ្រូឧត្តមក្រៃជុះនោមហូបចុកស្លៀកដណ្ដប់ចំណេះចេះសពប្រចាំថ្ងៃសម្ដីភាសាមាយាទថ្លៃកូនកុំសង្ស័យក្រែងឥតគ្រូកូនចេះមួយមុខម៉ែអម្ដងអួតប្រាប់អ្នកផងមិនចាំយូរម៉ែលឿយយ៉ាងណាមិនគិតគូរបន្ធូរកង្វល់ដោយថ្ពាល់កូនកូនធំបន្តិចបែបរៀងរឹងកូនខ្លះទៅតឹងអាងជីដូនម៉ែខឹងអន់ចិត្តមុខស្រពោនវាយកូនរួចគិតអាណិតក្រោយកូនល្អម៉ែសក់ក្រៃកន្លងបានដូចម៉ែផ្សងសូមអំណោយដូចបានកៅទឹកទេវតាឲ្យឬដូចបានសោយសុកសួគ៌ាពេលកូនបានសុកម៉ែសុកផងពេលកូនមានម៉ងម៉ែពុំជាកូនក្រលំបាកម៉ែរងាគ្រប់គ្រាម៉ែគិតកូនស្រីប្រុសកូនខូចអាក្រក់ក្នុងភូមិឃុំគេគុំគេស្អប់សពសាយសោះម៉ែដឹងប្រកាសថាកូនខុសតែម៉ែសន្តោសប្រុសប្រណី